ចាសសូមជម្រាបសួរលោកគ្រូអូទេនិងលោកគ្រូអ្នកគ្រូទាំងអស់គ្នាដែលបានចូលរួមស្ដាប់ในការបកស្រាយរបស់នាងខ្ញុំឈ្មោះអ្នកស្រីណាមកពីថ្នាក់ចាថ្ងៃនេះផងដែរនាងខ្ញុំនឹងមកធ្វើបទបង្ហាញតាក់ទងជាមួយនឹងសប្តាហ៍ទី11គឺទៅលើការវាតម្លៃលើចរិតលើចរិយាបថនិងបំណិនសិស្សចាអញ្ចឹងសូមចូលដល់ slide បន្តទៀតតាក់ទងជាមួយនឹងមេរៀនថ្ងៃនេះផងដែរគឺនាងខ្ញុំបានស្វែងយល់អំពីពីរចំណុចទី1គឺទៅលើប្រភេទលទ្ធផលសិក្សារំពឹងទុកបែបចរិយាសម្បទាទី2គឺវិធីវាយតម្លៃចរិយាសម្បទារបស់សិស្សចា slide បន្តទៀតគឺនាងខ្ញុំនឹងចូលទៅដល់ការបកស្រាយតែម្ដងចាទី1គឺលទ្ធផលសិក្សារំពឹងទុកបែបចរិយាសម្បទានាងខ្ញុំបានលើកយកមក7ចំណុចចាដែលចំណុចកគឺគេនិយាយអំពីចរិយារបស់សិស្សចាអញ្ចឹងចរិយារបស់សិស្សគឺមានន័យថាគឺជាជំនាញទុនឬក៏ជាជំនាញដែលតាក់ទងផ្ទាល់ខ្លួនដែលបុគ្គលនោះទទួលបានតាមរយៈការដកបទពិសោធន៍ពីការសិក្សានិងអាជីពការងារផ្សេងចាអញ្ចឹងតាក់ទងជាមួយនឹងចរិយារបស់សិស្សនេះមានថាគឺវាតាក់ទងជាមួយនឹងជំនាញទុនរបស់សិស្សហើយចូលដល់ចំណុចខនេះគឺបំណិនពុទ្ធិអញ្ចឹងមានន័យថាវាជាជំនាញប្រាជ្ញាសម្បទាឬជាជំនាញដែលប្រើសម្រាប់ការគិតវិភាគហេតុផលចងចាំនិងការរៀនផ្សេងផងដែរចាចូលដល់ចំណុចទី3គឺយើងនិយាយអំពីចរិយាសម្បទានិងលទ្ធផលសិក្សារំពឹងទុកអញ្ចឹងចំណុចនេះគឺមានន័យថាចរិយាសម្បទាហ្នឹងគឺជាបំណងសម្បទាគឺការចាំបាច់ដើម្បីទទួលបានភាពជោគជ័យក្នុងការសិក្សាអាជីពការងារនិងការដោះស្រាយបញ្ហាផ្សេងៗនៅក្នុងជីវិតផងដែរចូលដល់ចំណុចខយើងនិយាយអំពីប្រភេទនៃចរិយាសម្បទានិងលទ្ធផលសិក្សារំពឹងទុកចាតើតើជាមួយនឹងចំណុចខនេះផងដែរគឺនាងខ្ញុំបានស្វែងយល់ចំនួនចំណុចខ្លះៗដូចខាងក្រោមទី1គឺការយល់អារម្មណ៍របស់អ្នកដទៃហើយចូលដល់ចំណុចងគឺលទ្ធផលសិក្សារំពឹងទុកបែបចរិយាអញ្ចឹងមុននឹងចូលដល់ចំណុចនេះគឺនេះខ្ញុំក៏សូមបញ្យល់តកតងជាមួយនឹងអាកប្បកិរិយាផងដែរតកតងជាមួយនឹងអាកប្បកិរិយាគឺជាបណ្ដុំនៃផ្លូវអារម្មណ៍ដែលវាសន្ធិដ្ឋនៅផ្នែកខាងក្នុងខ្លួនដែលវាសម្ដែងចេញដើម្បីឆ្លើយតបទៅនឹងហេតុការណ៍វត្ថុមនុស្សអ្វីមួយដែលការបញ្ចេញនោះអាចអវិជ្ជមានឬក៏វិជ្ជមានចូលដល់ចំណុចចលទ្ធផលសិក្សារំពឹងទុកបែបគុណតម្លៃចាមានន័យថាគឺជាការយល់ឃើញរបស់បុគ្គលម្នាក់គិតនឹងឲ្យតម្លៃទៅលើមនុស្សនិងវត្ថុផ្សេងគ្នាចាអញ្ចឹងអានេះតម្លៃតកតងជាមួយនឹងតម្លៃគឺយើងអាស្រ័យទៅលើការយល់ឃើញរបស់យើងម្នាក់ថាតើរបស់នឹងវាមានតម្លៃសម្រាប់យើងឬមួយក៏វាអត់ចាអញ្ចឹងតម្លៃគឺស្ថិតនៅលើខ្លួនយើងផ្ទាល់ចូលដល់ចំណុចឆមានន័យថាលទ្ធផលសិក្សារំពឹងទុកដោយផ្ដោតលើការលើកទឹកចិត្តចានៅក្នុងចំណុចនេះមានថានៅក្នុងបរិបទសាលាវាថាការលើកទឹកចិត្តហ្នឹងគឺវាសំដៅទៅលើសកម្មភាពរបស់សិស្សដែលបានចូលរួមនៅក្នុងសកម្មភាពផ្សេងនៅក្នុងការរៀននិងការស្ដាប់ផងដែរនៅក្នុងនោះមានដូចជាការផ្ដោតការរួចផ្ដាំក្នុងការរៀនសូត្រការខិតខំប្រឹងប្រែងការតាំងចិត្តនិងភាពជាក់លាក់នៅក្នុងការរៀនផងដែរចាអញ្ចឹងតកតងជាមួយនឹងចំណុចទី1ខ្ញុំសូមបញ្ចប់ត្រឹមហ្នឹងអញ្ចឹងចូលដល់ចំណុចទី2វិញម្ដងចំណុចទី2គឺគេនិយាយអំពីការវាយតម្លៃចរិយាសម្បទានិងបំណិនក្រៅពុទ្ធិនៅក្នុងចំណុចទី2នេះផងដែរគឺនាងខ្ញុំបានលើកយកតែ2ចំណុចទេគឺការសង្កេតរបស់គ្រូហើយនឹងការសង្កេតទូទៅចឹងការសង្កេតរបស់គ្រូនឹងបានន័យថាវាជាជំហានដំបូងបង្អស់នៅក្នុងការប្រើប្រាស់ការសង្កេតគឺដើម្បីកំណត់ជាមុនថាតើឥរិយាបថជាក់លាក់របស់
ប្រើប្រាស់តាក់ទងទៅនឹងគោលដៅដែលយើងចង់វាស់វែងមានអ្វីខ្លះនេះចាប់ផ្ដើមជាមួយនឹងការយល់ច្បាស់អំពីនិយមន័យរបស់វាជាមុនសិនចាអញ្ចឹងការអង្កេតរបស់គ្រូបានន័យថាគ្រូគឺជាអ្នកសង្កេតទៅលើសកម្មភាពរបស់សិស្សទាំងអស់នៅក្នុងថ្នាក់រៀនហើយចំណុចខការអង្កេតទូទៅអញ្ចឹងតកតងជាមួយនឹងការអង្កេតទូទៅនេះបានន័យថាវាជាការអង្កេតរបស់គ្រូទៅលើសកម្មភាពរបស់សិស្សដែលទាមទារឲ្យប្រើប្រាស់ទម្រង់ច្រើននោះដែលមិនប្រើប្រាស់នៅក្នុងទម្រង់ច្រើននោះទេដែលវាមានសហភាពស្មុគស្មាញម្យ៉ាងវិញទៀតគ្រូដែលជាអ្នកអង្កេតហ្នឹងក៏គួរតែមានគោលដៅច្បាស់លាស់ទៅលើចំណុចដែលត្រូវអង្កេតនៅលើសកម្មភាពរបស់សិស្សថាតើយើងត្រូវតែមានផែនការច្បាស់លាស់ថាតើយើងគួរតែសង្កេតទៅលើសកម្មភាពរបស់គាត់មួយណាសកម្មភាពអានសកម្មភាពលេងក្នុងថ្នាក់សកម្មភាពចូលរួមជាក្រុមឬក៏សកម្មភាពណាមួយរបស់សិស្សអញ្ចឹងមុននឹងយើងអាចទៅសង្កេតសិស្សបានគឺយើងក៏ត្រូវដាក់គោលដៅឬក៏ផែនការរបស់យើងផងដែរថាតើថ្ងៃនេះយើងសង្កេតអំពីអ្វីហើយថ្ងៃស្អែកយើងនឹងសង្កេតអំពីអ្វីទៀតទៅចាហើយ slide ទី2គឺបានបញ្ចប់ធំនឹងចូលដល់ចំណុចទី3វិញម្ដងស្វ័យវាយតម្លៃរបស់សិស្សចឹងស្វ័យវាយតម្លៃលទ្ធផលការសិក្សារបស់សិស្សផ្ទាល់គឺផ្ដល់ឱកាសឲ្យសិស្សធ្វើការវាយតម្លៃនិងឆ្លុះបញ្ចាំងនៅលទ្ធផលសិក្សាដែលគាត់ទទួលបានបន្ទាប់ពីបានរៀនមេរៀននេះចប់ឬ2វគ្គឬរៀនចប់1វគ្គពីវគ្គ1ទៅវគ្គ1ចាអញ្ចឹងនៅពេលដែលចប់ពីវគ្គ1ទៅវគ្គ1គឺយើងអាចវាតម្លៃគាត់បានហើយគ្រូនឹងស្វ័យវាយតម្លៃរបស់សិស្សត្រូវតែស៊ីគ្នាឬដូចគ្នាការលទ្ធផលនៃការប្រឡងវាតម្លៃតាមរយៈការប្រឡងការអង្កេតរបស់បើលទ្ធផលប្រឡងមកល្អតែសិស្សធ្វើការវាយតម្លៃថាខ្លួនមិនចេះមេរៀនគឺមានន័យថាចំណុចដែលត្រូវស្វែងយល់បន្ថែមគឺអំពីភាពខុសគ្នានេះចាំមានថាបើសិនបើការប្រឡងរបស់សិស្សចេញមកលទ្ធផលល្អប៉ុន្តែជាក់ស្ដែងសិស្សរបស់យើងគឺអត់ចេះទេអញ្ចឹងបានន័យថាគាត់អាចជាចម្លងមិត្តភ័ក្តិឬក៏ចម្លងអ្នកនៅជុំវិញគាត់នឹងឯងអញ្ចឹងយើងអាចវាតម្លៃគាត់តាមវិធីផ្សេងទៀតគឺយើងអាចសួរគាត់ផ្ទាល់មាត់តែម្នាក់ឯងដើម្បីយើងស្វែងរកចម្លើយមួយដែលត្រឹមត្រូវហើយនឹងយើងដឹងថាតើគាត់ម្នាក់ហ្នឹងគឺគាត់អាចចេះបានប្រមាណភាគរយផងដែរចាអញ្ចឹងចំណុចរបស់នាងខ្ញុំគឺមានប៉ុណ្ណឹងក៏បានបញ្ចប់ចាសូមអរគុណលោកគ្រូអ្នកគ្រូទាំងអស់គ្នាដែលបានចូលរួមស្ដាប់ការបកស្រាយរបស់នាងខ្ញុំតាំងពីដើមរហូតដល់ចប់ចាសូមអរគុណ